ជាបន្តសូមគោរពអញ្ជើញក្រុម NPIC3 ដែលស្ថិតនៅក្នុងក្រុមពណ៌ខៀវអនុញ្ញាតផ្ដល់វត្តមានមីក្រូហ្វូនមកអូនបងនៅក្រុមខៀវសូមជើញអបអរសាទរបងអរគុណស្វាគមន៍ជួបគ្នាជាលើកទី3បាទមានអារម្មណ៍យ៉ាងម៉េចដែររំភើបទៀតទេបាទអត់ភ័យទេអត់ភ័យបងលែងភ័យបាទលែងភ័យហីពីស្វាមហើយបាទបងជំរាបជូនបានថាកាលពីការប្រកួតជួបគ្នានៅលើកទី1បងអូនទទួលបានប្រមាណកាលខ្ញុំបាន17លើកទី2បាន15 17លើកទី1 15លើកទី2ចូលលើកទី3នេះសង្ឃឹមបានប្រមាណកាលសង្ឃឹមតិចអីគេមាន function បាញ់តម្លាក់អត់ហ៊ានគេមាន function បាញ់តម្លាក់ទៀតខោខើយទៅខោខើយអញ្ចឹងយើងឲ្យមានយើងឲ្យមានវិធីបាញ់តម្លាក់ទេឬមួយយ៉ាងម៉េចខ្ញុំ slow អត់ល្អចាំមនុស្សល្អណាគាត់ខ្លាំងគាត់កុំបាញ់តម្លាក់បាញ់មួយស្មាហ្នឹងហើយចាំឲ្យចាំបាយមុខចេះអញ្ចឹងអបអរសាទរសម្រាប់ក្រុម NPIC3 ស្ថិតនៅក្នុងក្រុមបកខៀវជូនពរបងជាបន្តគឺអញ្ជើញបងអូនដែលស្ថិតនៅក្នុងបាទក្រុមមួយ NPIC1 ចា NPIC1 បាទអញ្ជើញចុះខាងយើងមាន function បាញ់តម្លាក់អត់ហើយលឺថាយើងនៅបកែបាញ់តម្លាក់មានណាបងមានបាទបងបាទបើថាមិនស្រួលទេគឺបាញ់តម្លាក់ហ្មងបាទបងបាទតាមមើលតាមជាក់ស្ដែងហ្មងមើលតាមជាក់ស្ដែងបងជំរាបជូនបានថាកាលពីការប្រកួតលើកទី1បងអូនទទួលបានប្រមាណក្របកាក់ខ្ញុំកាលលើកទី1ខ្ញុំបាន19បាទលើកទី2បាន19ទៀត19ទៀតចូលលើកនេះលើកនេះអត់តច្បាស់ហ្មងជាមួយចាក់ស្ដែងហ្មងបាទអញ្ចឹងសង្ឃឹមប្រមាណភាគរយខ្ញុំសង្ឃឹម95%ដែរបងអបអរសាទរអរគុណតាមទីកន្លែងអរគុណសូមគណៈកម្មការជំនាញចាប់ផ្ដើមបាទមូលនិធិបងអូនធ្វើការពិនិត្យទៅលើរបស់ខ្លួនជាពិសេសចំពោះបងអូនដែលជាអ្នករៀបការប្រុងព្រៀបត្រៀមបងអូនចាប់ផ្ដើមជំរាបថាគូនេះគឺ NPIC ក្រុម3ជួបជាមួយនឹង NPIC ក្រុម1ឥឡូវនេះយើងឃើញថាក្រុមពណ៌ក្រហម NPIC ក្រុម1គឺទទួលបាន1កាក់ហើយនៅលើតម្រ2កាក់ហើយ3កាក់ក្រុម NPIC ក្រុម1
kia toàn ban từ lẽ nèผมthấy mình ai ban từ lẽ ban nó được xa tay cro bọc khi nó cro hóm cứ nơi lì lòm khía ចា ចានៅពេលនេះក្រុម NPIC ក្រុមមួយកំពុងតែបង្វែរ robot របស់ខ្លួនទៅកាន់បង្គោលមួយទៀតដើម្បីធ្វើការបាញ់ទម្លាក់បាល់ក្រុមទាំងពីរនៅសាធារវេលាប្រមាណ1នាទីទៀតនៅក្នុងការប្រកួត ក្រុមខៀវប្រសិនបាញ់បន្ថែមអាចធ្លាក់ក្របខ្លួនឯងបាទ អូបាទស្ថានភាពកំពុងតែ តានតឹង ក្រុមក្រហមគឺមានឱកាសច្រើន ចានៅសល់5វិនាទីទៀត4 3 2 1អស់ម៉ោង បាទខៀវបាន15 ចាខៀវគឺ NPIC 3គឺទទួលបាន15កាក់ចំណែកឯ NPIC 1គឺទទួលបាន19កាក់ដូច្នេះអ្នកដែលទទួលជ័យលាភីនៅក្នុងវគ្គនេះគឺ NPIC ក្រុម1ចាសូមជើញទៅកាន់ទីកន្លែង សូមគោរពអញ្ជើញក្រុម NPIC 1ស្ថិតនៅក្នុងក្រុមខៀវសូមជើញ សូមជើញមកកាន់វេទិកា មិនមិញបានប្រមាណកាក់ដែរ 19កាក់ 19 កាក់ បាទ ចា អញ្ចឹងយើងលើសកាលពីជួបគ្នាលើកទី1លើកទី2លើកទី3យើងបាន19 19នឹង3ដង 19ទាំង3ដង បាទ បាទអបអរសាទរចំពោះក្រុមបងប្អូនឥឡូវសង្ឃឹមប្រហែល%ទៀត 95ទេបង 95ទៀត ចា បាទអរគុណបាទសូមជើញជាបន្តសូមអញ្ជើញបងប្អូនស្ថិតនៅក្នុងក្រុមក្រហមគឺ NPIC 4សូមជើញ ចាសូមជើញ បាញ់មិញបានប្រហែលកាក់ 17បង 17កាក់មូលហេតុអីបានធ្លាក់ វាមុំដែលខ្ញុំបាញ់កាក់ហ្នឹងវារបឿនវាខ្លាំងពេក ខ្លាំងជ្រុលអញ្ចឹងកែប្រែហើយបាទសង្ឃឹមប្រហែល%5555ដែរដដែល អបអរសាទរ55 សូមជើញទៅកាន់ទីកន្លែង បាទសូមជើញកាន់ទីកន្លែង បាទ អរគុណសូមគណៈកម្មការជំនាញត្រៀម បាទនេះគឺជាការជួបគ្នាលើកទី2នៅក្នុងវគ្គប្រតិប្រត្តិនៃក្រុមទាំងពីរប្រុងប្រៀបត្រៀមបងអូនចាប់ផ្ដើម
មទាំងពីរកំពុងតែត្រៀមធ្វើការបាញ់ក្របបាល់ចេញពីលើទីលានអាយ៉ា នៅសមមួយនាទីកន្លះទៀតនៅសមមួយនាទីទៀតមិនមានបញ្ហាទេបងប្អូន ក្រុមឃីវកំពុងតែបាញ់ក្រហមឲ្យធ្លាក់ទៅលើទីលានធ្លាក់ពីរមែនធ្លាក់ខ្លួនឯងក៏ធ្លាក់ដែរនៅសល់21សកុងទៀតបងប្អូនអត់អីទេអូអូយអស់ម៉ោងដកចេញ អរគុណសូមបងប្អូនទាំងពីរក្រុមបាទសម្រាប់ឲ្យគណៈកម្មការលោកនឹងប្រកាសលទ្ធផលថាក្រុមណាគឺមានកាក់នាំមុខក្រុមណាក្រុម Q គឺ NPIC 1ទទួលបាន11កាក់NPIC 4ទទួលបាន14កាក់ដូច្នេះ NPIC 4គឺទទួលបាន3ពិន្ទុ